អ្នកអង្គការទីវិចិត្រនិងលោកជំទាវហេងគីមជីបានឧបត្ថម្ភថវិកាគ្រឿងឧបភោគបរិភោគជូនបងប្អូនអ្នកសម្អាតបរិស្ថានក្រុងព្រះសីហនុចំនួន64នាក់ក្រុងព្រះសីហនុដើម្បីលើកទឹកចិត្តសល់បុគ្គលិកសម្អាតអនាម័យបរិស្ថានសាធារណៈតាមឆ្នេរនិងតាមដងផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុអ្នកអង្គការទីវិចិត្រនិងលោកជំទាវហេងគីមជីបានឧបត្ថម្ភថវិកាគ្រឿងឧបភោគបរិភោគជូនបងប្អូនអ្នកសម្អាតបរិស្ថានក្រុងព្រះសីហនុចំនួន64នាក់ក្នុងកម្មវិធីនេះដោយមានការចូលរួមពីលោកស្រីឈុនដារីអភិបាលរងក្រុងព្រះសីហនុតំណាងរដ្ឋបាលក្រុងនាព្រឹកថ្ងៃទី13ខែមីនាឆ្នាំ2025នេះលោកស្រីក៏បានផ្ដាំផ្ញើនិងសួរសុខទុក្ខបងប្អូនបុគ្គលិកអនាម័យទាំងអស់មានចំនួន64នាក់និងបាននាំយកអំណោយនិងថវិការបស់អ្នកអង្គការទីវិចិត្រនិងលោកជំទាវហេងគីមជីឧបត្ថម្ភជូនពួកគាត់ក្នុងនាមរដ្ឋបាលក្រុងលោកស្រីឈុនដារីបានថ្លែងអំណរគុណដល់អ្នកអង្គការទីវិចិត្រនិងលោកជំទាវហេងគីមជីដែលបានឧបត្ថម្ភដល់បងប្អូនអ្នកសម្អាតបរិស្ថានក្រុងព្រះសីហនុដែលជាផ្នែកមួយចូលរួមលើកទឹកចិត្តដល់បងប្អូនអ្នកសម្អាតដើម្បីទីក្រុងស្អាតទាំងអស់គ្នាបរិស្ថានផ្ដើមចេញពីយើងទាំងអស់គ្នាហើយបរិស្ថានស្អាតក៏ដោយសារបងប្អូនបុគ្គលិកអនាម័យនេះផងដែរដោយពួកគាត់បានចូលរួមសម្អាតជាប្រចាំហើយខិតខំទាំងយប់ថ្ងៃ